វីដេអូមួយនេះខ្ញុំសូមផ្សាយជូនទៅកាន់អ្នកស្ដាប់ទាំងអស់គ្នាដែលកំពុងតែភ្លេចស្រឡាញ់ខ្លួនឯងខ្ញុំចង់សួរអ្នកមួយសំណួរតើពេលចុងក្រោយដែលអ្នកសួរខ្លួនឯងថាតើខ្ញុំសុខសប្បាយដែរទេនៅពេលណាសំណួរនេះមិនមែនអ្នកសួរទៅកាន់មនុស្សដែលអ្នកស្រឡាញ់ឬសួរទៅកាន់មិត្តភ័ក្តិឬក្រុមគ្រួសាររបស់អ្នកឯងតែជាសំណួរដែលអ្នកសួរមកកាន់ខ្លួនឯងពេលខ្លះយើងរវល់ស្រឡាញ់អ្នកដទៃរហូតដល់ភ្លេចស្រឡាញ់ខ្លួនឯងយើងរវល់តែខ្វល់ថាគេញ៉ាំបាយហើយនៅប៉ុន្តែភ្លេចថាខ្លួនឯងក៏មិនទាន់ញ៉ាំបាយដែរយើងខ្លាចគេខូចចិត្តប៉ុន្តែយើងបែរជាទុកឲ្យបេះដូងរបស់ខ្លួនឯងឈឺចាប់រាល់ថ្ងៃទៅវិញយើងអត់ធ្មត់ជាមួយនឹងអ្នកដទៃបានយ៉ាងច្រើនតែបែរជាតឹងរឹងជាមួយនឹងខ្លួនឯងទៅវិញយើងអាចអភ័យទោសឲ្យអ្នកដទៃប៉ុន្តែយើងពិបាកអភ័យទោសឲ្យកំហុសរបស់ខ្លួនឯងទៅវិញហើយបន្តិចម្ដងយើងចាប់ផ្ដើមរស់នៅដើម្បីផ្គប់ចិត្តអ្នកដទៃរស់នៅដើម្បីឲ្យគេពេញចិត្តរស់នៅដើម្បីឲ្យគេស្រឡាញ់រហូតដល់ថ្ងៃមួយយើងឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ហើយសួរថាតើខ្ញុំបាត់បង់ខ្លួនឯងទៅណាហើយការស្រឡាញ់ខ្លួនឯងមិនមែនជាការអាត្មានិយមទេវាមិនមែនមានន័យថាអ្នកជប់ខ្វល់ពីអ្នកដទៃទេតែវាមានន័យថាអ្នកមិនបានបោះបង់ខ្លួនឯងហើយអ្នកដទៃដែលមិនមែនជាខ្លួនឯងវាមានន័យថាអ្នកហ៊ានដើរចេញពីកន្លែងដែលធ្វើឲ្យអ្នកឈឺចាប់ហ៊ាននិយាយថាគ្រប់គ្រាន់ហើយនៅពេលដែលអ្នកអស់កម្លាំងហ៊ានសម្រាកនៅពេលដែលបេះដូងរបស់អ្នកត្រូវការពេលនៅក្នុងការព្យាបាលហើយសូមគម្រោងចាំឲ្យខ្លួនឯងឈឺចាប់បែកបាក់ធ្លុះធ្លាយទាំងស្រុងទើបចាប់ផ្ដើមមើលថែខ្លួនឯងកុំរងចាំឲ្យបាត់បង់អ្វីៗទាំងអស់ទើបដឹងថាមនុស្សដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នកគឺខ្លួនអ្នកផ្ទាល់ថ្ងៃនេះខ្ញុំសូមឲ្យអ្នកនិយាយប្រាប់ខ្លួនឯងនៅរឿងសាមញ្ញមួយចំនួនដូចជាសូមញ៉ាំអាហារឲ្យបានទៀងទាត់សូមសម្រាកឲ្យបានគ្រប់គ្រាន់សូមឈប់បន្ទោសខ្លួនឯងចំពោះរឿងដែលអ្នកមិនអាចផ្លាស់ប្ដូរបានហើយសូមអោបខ្លួនឯងបន្តិចបើទោះបីជាអ្នកគ្មាននរណាអោបអ្នកក៏ដោយសូមចងចាំថាអ្នកមិនចាំបាច់ល្អឥតខ្ចោះទើបសមនឹងទទួលបានសេចក្តីស្រឡាញ់មួយនោះទេអ្នកមិនចាំបាច់ខ្លាំងគ្រប់ពេលនោះដែរអ្នកអាចនឿយហត់បានអ្នកអាចយំបានអ្នកអាចសម្រាកបានប៉ុន្តែសូមកុំភ្លេចស្រឡាញ់ខ្លួនឯងព្រោះនៅចុងបញ្ចប់មនុស្សដែលនឹងនៅជាមួយអ្នករាល់ថ្ងៃគឺមិនមែននរណាផ្សេងទេនោះគឺខ្លួនអ្នកនឹងឯងដូច្នេះសូមផ្ដោតក្តីមេត្តានិងការអត់ឱនចំពោះខ្លួនឯងបន្តិចសូមអត់ធ្មត់ជាមួយនឹងខ្លួនឯងបន្តិចហើយសូមស្រឡាញ់ខ្លួនឯងឲ្យបានដូចដែលអ្នកស្រឡាញ់អ្នកដទៃព្រោះអ្នកក៏នឹងសមទទួលបានក្តីស្រឡាញ់មួយនេះដែរជាពិសេសគឺក្តីស្រឡាញ់ពីខ្លួនអ្នកផ្ទាល់តែម្ដង